Hello សួស្តីអ្នកនរគ្នាឥឡូវខ្ញុំបានមកដល់ជាការម្រេចហើយជិះម៉ូតូមកជិះទាំងភ្លៀងជិះទាំងអត់មានពាក់អាវភ្លៀងទេណាជិះភ្លៀងប៉ុណ្ណាគឺអត់ឈប់ទេគឺតរហូតហើយទីទៀតចាំតើមើលវីដេអូហ្នឹងបន្តិចទៀតខ្ញុំនឹងចាក់ឲ្យមើលវីដេអូហ្នឹងដែលខ្ញុំជិះម៉ូតូកាត់ភ្លៀងឥឡូវស្ដាប់ខ្ញុំសិនមក review អំពីការទេសភាពខាងក្រោយបើមកចំពេលភ្លៀងអញ្ចឹងគឺល្អមែនទែនមើលទេសភាពខាងក្រោយនោះស្អាតយូរបានជួបម្ដងតែអ្នកទាំងអស់គ្នាដែលបានជួបអត់មើលពេលដែលមកពេលភ្លៀងពពកខ្មៅជាប់ភ្នំក៏មើលទៅភ្នំក៏ជាប់ពពកក៏ជាប់ភ្នំហើយមេឃឡើងខ្មៅចេះហើយមើលទៅស្រស់ស្អាតគ្រាន់តែឃើញគឺកើតទុក stress ហ្នឹងគឺបាត់ឈឹងហ្មងគឺបាត់ចេញពីខ្លួនឯងហ្មងបាត់ចេញពីខ្លួនយើងណាយ៉ាហើយមានអារម្មណ៍ស្រស់ស្រាយខ្ញុំមកឃើញគ្រាន់តែឃើញវ៉ាវរំភើបហ្មងអើយស្អាតនិយាយទៅគឺស្អាតឃើញមិនឃើញទេសភាពនេះឥឡូវមកដល់កន្លែងមួយទៀតហើយកន្លែងនេះក៏ឡើងថតរូបស្អាតដែរមើលមានគេកាត់ការដុំហើយទេសវីដេអូបើយើងថតជាស្លឹកភ្នំខាងក្រោយនេះក៏ស្អាតដែរមើលទៅស្អាតហើយមេឃជាងអាប់មេឃយើងងឹតចង់ភ្លៀងនឹងទៀតទៅបែបហ្មងហើយបើបានមកលេងគឺពេលដែលមកលេងហ្នឹងគឺពេលដែលមេឃភ្លៀងតិចឬក៏មេឃងឹតអាប់ឲ្យវិញណាថតទៅស្អាតមើលទៅស្រស់ស្រាយតែបើមកពេលក្តៅវិញអត់សុបាយទេព្រោះក្តៅពេកដើរទៅខូចស្បែកខ្មៅអស់បើអ្នកលាប sunscreen អត់អីទេបើយើងស្បែកយើងអត់បានលាប sunscreen គឺខូចស្បែកអស់ឥឡូវយើងមក view ខាងក្រោយគឺស្អាតមែនតើមកកាមេរ៉ាចាប់ខាងនោះអូខេស្អាតអូឃើញសួននេះស្អាតមែនតើមើលទេសភាពខាងក្រោយមកកន្លែងទៀតនេះជ្រុងមកខាងទៀតនេះមើលទៅខាងភ្នំនោះកាមេរ៉ាចាប់ទៅខាងនោះតិចមើលនោះភ្នំក៏ស្អាតពពកអាប់ពីលើភ្នំហ្នឹងក៏ស្អាតហើយថែមទាំងមេឃរោភ្លៀងទៀតរោពីអីនិយាយតាមបានណាដល់បានបោះតង់កន្លែងហ្នឹងដឹង camping ដឹងជាតិយ៉ាងណាទេតែនឹងបោះតង់មិនហីសិតព្រៃភ្នំអញ្ចឹងសាកទីសងសាបានហើយមើលទេសភាពខាងក្រោម view ខាងក្រោយខ្ញុំនេះខាងក្រោមមានភ្នំមានកន្លែងគេដាំផ្កាកន្លែងគេសួនផ្កានេះក៏ស្អាតហើយចំមេឃភ្លៀងទៀតរត់តែស្អាតទៀតអូខេហើយមើលទៅគាត់តែខ្ញុំឃើញភ្លាម stress មកពីការងារហ្នឹងអត់ឃើញភ្លាម finish កន្លែង stress finish ហ្មងហើយឃើញរំភើបពេលឃើញទៅមើលទៅអារម្មណ៍យើងកន្លែងកើតទុកកន្លែងការងារហ្នឹងបាត់ឈឹងរលាយសាបសូន្យអូយមកប៉ះពេលភ្លៀងហ្នឹងកុំភ្លេចថតឲ្យខ្ញុំមើលផងអូខេ
เคยnha nè dù chùa một đón nè bạn hỏi ở ban thọt bây giờ ban thọt style ngắt chân nghề miền ấy dù miền đón này